ពួកយើងទាំងអស់គ្នាគឺជាកោសិកាមួយនៃសង្គមប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្ដីកុំឲ្យប៉ះពាល់ដល់សិទ្ធិរបស់បងប្អូនស្រឡាញ់ភេទដូចគ្នាសោះខ្ញុំឯកភាពថាពួកយើងទាំងអស់គ្នាគឺជាកោសិកាមួយនៃសង្គមហើយថ្ងៃនេះខ្ញុំសប្បាយចិត្តដែលឃើញយើងទាំងអស់គ្នាបានមកទៅទីនេះដោយក្លាហានដោយគិតថាយើងទាំងអស់គ្នាគឺបានមានជាមនុស្សមួយដែលមានការរួមចំណែកទៅក្នុងសង្គមខ្ញុំសូមជម្រាបជូនដល់បងប្អូនថាដរាបណាខ្ញុំនៅតែជាថ្នាក់ដឹកនាំមួយនៅក្នុងរដ្ឋាភិបាលគឺខ្ញុំមិនអោយបងប្អូនយើងនៅកដោចកដៃទេហើយគ្រប់គ្រងដាច់ខាតមកយើងប្រកបតាមក្តីសង្ឃឹមរបស់យើងត្រូវថាបន្តពង្រឹងការតន្ត្រីភាពហើយទៅបន្តការកសាងមតិរបស់យើងក្នុងការបង្កើនការយល់ដឹងដល់សង្គមទៅមិនដើម្បីឲ្យជំនាញការបណ្ដារបស់យើងបានទទួលស្គាល់សិទ្ធិរបស់យើងខ្ញុំនៅតែផ្ដល់ក្តីសង្ឃឹមជូនចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាពាក់ព័ន្ធនឹងក្របខ័ណ្ឌច្បាប់អ្វីត្បិតតែបច្ចុប្បន្នក្របខ័ណ្ឌច្បាប់យើងមិនទាន់ទទួលស្គាល់ហើយយើងមិនទាន់មានគោលនយោបាយក្នុងការទទួលស្គាល់អត្តសញ្ញាណអ្នកស្រឡាញ់ភេទដូចគ្នាក៏ប៉ុន្តែជាការអនុវត្តជាក់ស្ដែងយើងមានបណ្ដាយើងអាចរស់នៅជាមួយគ្នាដោយបើកចំហអាចបំពេញការងារមុខរបររកស៊ីរបស់យើងដោយសេរីពុំមានការធ្វើទុកបុកម្នេញយើងក៏ទទួលស្គាល់ដែរថាអំពើរើសអើងនិងហិង្សានៅក្នុងទម្រង់ផ្សេងនៅតែកើតមានឡើងទៅលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដោយសារតែគ្រួសារសហគមន៍និងអាជ្ញាធរមួយចំនួនមិនទាន់យល់ច្បាស់ពាក់ព័ន្ធនឹងអ្នកស្រឡាញ់ភេទដូចគ្នាសូមលើកទឹកចិត្តនិងអំពាវនាវដល់លោកស្រីដែលជាឪពុកម្ដាយមាតាបិតាក្រុមគ្រួសារអ្នកជិតខាងនិងសាធារណជនទាំងអស់ឲ្យគោរពគ្នាទៅវិញទៅមកក្នុងតម្លៃជាមនុស្សរបស់បុគ្គលម្នាក់ទោះអ្នកនោះមានភេទអ្វី gender អ្វីឬសេចក្តីស្រឡាញ់បែបណាក៏ដោយខ្ញុំតែចូលរួមចំណិចនិងគ្រប់គ្រងចំណិចចំពោះបងប្អូននៅជាមួយបងប្អូនជានិច្ចធ្វើយ៉ាងណាយើងធ្វើឲ្យកាត់បន្ថយនៃការរើសអើងក្នុងសង្គមធ្វើយ៉ាងណាឲ្យមានក្របខ័ណ្ឌច្បាប់ទៅថ្ងៃមុខឲ្យបងប្អូនអាចមានការរស់នៅស្មើភាពគ្នាពីការចិញ្ចឹមកូននិងបញ្ហាផ្សេងទៀតដើម្បីឲ្យបងប្អូនមានជីវិតកាន់តែប្រសើរបន្តគ្រប់គ្រងដាច់ខាតការគ្រប់គ្រងនេះមិនមែននិយាយមកទៅទេចាប់ផ្ដើមភ្លាមមកធ្វើប្រធានសិទ្ធិមនុស្សមានការណែនាំទៅថ្នាក់ដឹកនាំនៅក្នុងគណៈកម្មការសិទ្ធិមនុស្សផ្ទៃក្នុងភ្លាមថាប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្ដីលេងសើចបង្ហោះ Facebook កុំឲ្យប៉ះពាល់ដល់សិទ្ធិរបស់បងប្អូនស្រឡាញ់ភេទដូចគ្នាសោះតាំងនេះមានស្ទង់ព័ត៌មានខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានសូមផ្សព្វផ្សាយអំពីអ្នកស្រឡាញ់ភេទដូចគ្នាទៅដល់តាមចូលសិលព័ត៌មានជាជាហើយបញ្ចប់សាររបស់ខ្ញុំមានតែមួយគត់កុំស្អប់ខ្លួនឯងឲ្យតម្លៃខ្លួនឯងគឺគេគោរពយើង